copy control J មួយមកតមកទៀតយើងយក select លើនឹងមកយើងយកអានេះប៉ុណ្ណឹងហើយបន្តមកទៀតយើងចូល filter ហើយយកនេះដើម្បីឲ្យវាព្រាលហើយឃើញទេព្រាលអញ្ចឹងយកអានេះយើងយកถึง40មកអូខេហើយបន្តមកទៀតយើងចូលជាន់នេះមកអូខេប៉ុណ្ណឹងហើយយើងយកនេះយើងដាក់45ឬក៏40ដាក់30យើងទៅខ្ញុំ30បាន30អញ្ចឹងយើងយកនេះទៅអូខេតមកទៀតយើងចុចcontrol និងចុច control ចប់ហើយយើង select លើនេះមកបន្តមកទៀតយើងចូលនេះតនេះជាងដោះ select ចេញយើងឈរលើ layer នេះវិញឈរលើហើយយើងចូល select នេះ select នឹងហើយតមកទៀតយើងចូលអានេះនេះមកយើងចូលនេះចូលនឹងហើយយើងយកចុចលើនេះមកខ្ញុំយកពណ៌សយើងបាទទៀតពណ៌សហ្នឹងមិនពណ៌សទេបាទណាពណ៌សអូខេតមកទៀតមកយើងនឹងក៏ពណ៌សដែរអូខេមកទៀតយើង45ចូលនេះយើងយកលេខ8មកទៀតយើងយកនេះយកដាក់45នេះដាក់ដាក់មួយមកប៉ុណ្ណឹងបានហើយអញ្ចឹងយើងប៉ុណ្ណឹងហើយយើងចុចអូខេមកអូខេ
យើងចូលមកកាន់មក select ឃើញទេបានពណ៌នៅវិញណាអូខេ control វិញមកអូខេហើយចឹងប៉ុណ្្នឹងមានតែប៉ុណ្្នឹងទេចឹងអូខេយើងសើទុកទៅ